នាងខ្ញុំសូមក្រាបថ្វាយបង្គំព្រះធរណុថរៈគ្រប់ព្រះអង្គនិងសូមគោរពជំរាបសួរប្រិយមិត្តទាំងអស់គ្នានាងខ្ញុំហ៊ុនស្រីទូចមកពីអង្គការ NGO Forum ហើយថ្ងៃនេះនាងខ្ញុំចង់នាំអ្នកទាំងអស់គ្នាទៅទស្សនាសកម្មភាពដោយមានអត្ថន័យនិងធម៌ពលរបស់យុវទូតមេត្រីរបស់យើងទាំងអស់គ្នាមេត្រីយន្ត Ambassador គឺជាគំនិតផ្ដួចផ្ដើមរបស់យុវជនឬក៏ជាភាសាអង់គ្លេសថា Multi Stakeholder Engagement for Transformative Resilient and Inclusive Society ដែលយើងមានន័យថាការតភ្ជាប់ភាគីពាក់ព័ន្ធដើម្បីផ្លាស់ប្រែទៅដូចជាភាពធន់និងការកសាងសង្គមមួយប្រកបដោយបរិយាបន្នគំនិតផ្ដួចផ្ដើមនេះគឺជាការដាក់យុវជនជាតួអង្គកណ្ដាលដែលមានតួនាទីផ្សារភ្ជាប់ជាមួយនឹងភាគីពាក់ព័ន្ធនានាដើម្បីសុខសន្តិភាពបរិយាបន្ននិងសុខដុមរមណីយកម្មនៅក្នុងសង្គមហើយពាក្យថាមេត្រីនឹងគឺជាសេចក្តីស្រឡាញ់ការយកចិត្តទុកដាក់និងការផ្ដល់សិទ្ធិពេញលេញដល់យុវជនដើម្បីអនុវត្តភាពជាអ្នកដឹកនាំភាពច្នៃប្រឌិតនិងការដោះស្រាយបញ្ហាប្រឈមនៅក្នុងសង្គមទៅតាមគំរូភាពមេត្រីបន្ទាប់ពីឃើញសកម្មភាពដ៏គួរឲ្យចាប់អារម្មណ៍ទាំងអស់នេះហើយតើបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍ចង់ខ្លាចជាផ្នែកមួយនៃយុវទូតមេត្រីរបស់យើងដែរអត់ហើយលក្ខខណ្ឌរបស់យើងគឺងាយស្រួលបំផុតគឺបងប្អូនគ្រាន់តែមានអាយុចាប់ពី15ឆ្នាំទៅ30ឆ្នាំជាយុវជនដែលរស់នៅឬក៏មកពី25រាជធានីខេត្តហើយជាយុវជនដែលមានជំនាញខាងផ្នែកកសិកម្មសេដ្ឋកិច្ចបរិស្ថាននិងជំនាញពាក់ព័ន្ធផ្សេងៗទៀតមានឬក៏គ្មានបទពិសោធន៍ការងារសង្គមក៏អាចដាក់បានហើយអ្វីដែលសំខាន់គឺជាយុវជនដែលមានការតាំងចិត្តខ្ពស់និងមានការគោរពពេលវេលាបើបងប្អូនចាប់អារម្មណ៍អាចចុះឈ្មោះតាម QR code ឬក៏ link នៅខាងក្រោមនេះបាន